ជន់ឈ្លីខេតរបស់លោកឲ្យវិនិច្ឆ័យទេលោកស្មានខុសថាវាប្រាថ្នាវាយតែទិសខាងលិចតែប៉ុណ្ណោះក្រោយមកស្រាប់តែអ្នកយូកាសម្ងាត់របស់យើងនាំព័ត៌មានមកប្រាប់លោកអញ្ញាថាមេតបយួនអងលើវាកំពុងតែលើកតបមកឡោមព័ទ្ធខេត្តប្រតពាំងក្នុងថ្ងៃនេះហើយបន្ទាប់នោះលោកអុកញ៉ារីកាប្រាប់មេបញ្ជាការរបស់លោកទាំងអស់ឲ្យត្រៀមខ្លួនចាំកំចាត់ពួកវាឲ្យចេញអស់ពីទឹកដីលោកហ្វឺនឯកនិងតាម៉ង់បានរៀបចំក្បួនការពីរងចាំជាស្រេចឲ្យតែទ័ពអងលើមកដល់ភ្លាមនឹងបញ្ជាទ័ពវេលោកពុំបង្អងដៃឡើយមេបញ្ជាការនីមួយខំអស់ពីសមត្ថភាពកាន់អាវុធគ្រប់ដៃក្បួនទ័ពលោកអន្សាសោមត្រៀមចំណៅទិសខាងត្បូងក្បួនទ័ពតាម៉ងនៅចាំច្រកកណ្ដាលទ័ពលោកហើមឯកនឹងតាមនៅរស់នៅចាំច្រកខាងជើងគឺទុកតែចន្លោះច្រកមួយឲ្យទ័ពយួនវាចូលក្នុងអន្ទាក់ឡោមព័ទ្ធតែប៉ុណ្ណោះមិនយូរប៉ុន្មានទីសមរភូមិមានចលនារស់រវើកប្រៀបបាននឹងពស់វែកបើកពពាឬមហាផ្ទុះសង្គ្រាមកំពុងតែរំលើងគល់ឈើការប្រយុទ្ធបានយកទួលកោងដីក្រហមធ្វើជាសមរភូមិដែលមានវាលស្រឡះអាចមើលឃើញគ្នាទៅវិញទៅមកត្រង់មានដើមឈើមួយធំជាសញ្ញាការប្រយុទ្ធជាមួយកងទ័ពយួននិងកងទ័ពខ្មែរប្រឡូកកាប់ចាក់គ្នាតាមក្បួនយុទ្ធសាស្ត្រសម័យនេះបានប្រព្រឹត្តទៅអស់រយៈ7 ថ្ងៃកងទ័ពស្លាប់គូជើងលើកគ្នាដោយដំបងឈាមហូរដាបពោះដំរីមួយថ្ងៃក្រោយទៀតទ័ពយួនអង់គ្លេសទាន់ដៃជើងទ័ពខ្មែរក៏វាយដោះដៃថយតាមក្បួនយុទ្ធសាស្ត្រទៅសំងំពួននៅក្នុងតំបន់ព្រៃក្រាស់ដើម្បីរងចាំគ្នាវាបញ្ជូនទ័ពជំនួយមកតាមក្រោយទៀតយួនរត់ទៅបាត់ប្រហែល3ថ្ងៃក៏ប្រមូលបានផ្គុំគ្នាបានច្រើនជាងមុនហើយលើកមកម្ដងទៀតតម្រៀបក្បាលគ្នាដោយកណ្ដាញការ